បាទបងប្អូនថ្ងៃនេះមកបែបធម្មជាតិចឹងណាបងប្អូនបន្លែក្បែរផ្ទះចឹងណាសម្រាប់បងប្អូនតាមខេត្តខ្វះទេបន្លែបែបនេះតាមក្រៅផ្ទះនោះថ្ងៃនេះខ្ញុំមកឆាតងលពើជាមួយនឹងអណ្ដូងផ្សិតច្បាងលេស្នៀតពោតចឹងណាបងប្អូនមកមុខនេះតិចក្នុងការសម្អាតវាបកដូចជាលាងទឹកឲ្យរៀងយូរចឹងណាបងប្អូនមុខនេះយើងត្រូវការសម្អាតលាងទឹកនោះជា5-6 ដងមិនស្អាតបងប្អូនចឹងទេដីវាមានដីមានអីចឹងព្រោះខែនេះខែភ្លៀងផងមិនសិនតែយើងលាងតិចគឺអត់ស្អាតទេញ៉ាំអត់កើតទេបងប្អូនតើលាងបាន4-5 ទឹកចំណែកឯការធ្វើវិញបងប្អូនគឺងាយដូចតែរាល់តែដងចឹងមុនដំបូងយើងដាក់ខ្ទះដាក់ខ្លាញ់ក្តៅមកលេងខ្ទឹមសឲ្យឈ្ងុយមកយើងចាក់សាច់ជ្រូកចូលមកបងប្អូនសាច់ជ្រូកខ្ញុំនេះមានចំនួន1 គីឡូយើងលីសាច់ជ្រូកឲ្យឈ្ងុយមកចាំយើងដាក់គ្រឿងទេសផ្សេងចូលទៀតចឹងណាបងប្អូនប្រកាសចេះតែខ្ញុំចេះតែបង្ហាញតែគីឡូបងប្អូនហ្នឹងឯហ្នឹងមិនដឹងនឹកធ្វើម្ហូបអីបងប្អូនមើលចាំវីដេអូនេះអាចនឹកឃើញណាមានត្រួយល្ពៅត្រួយអីអាចឆាដូចខ្ញុំនេះក៏បានដែរបងប្អូនឆ្ងាញ់ដូចគ្នាចឹងណាបងប្អូនបន្តមកទៀតខ្ញុំក៏ដាក់ម្រេចប្រេងខ្យងចូលចឹងមកបងប្អូនចំណែកឯគ្រឿងគ្រើយើងដាក់តាមបរិមាណបងប្អូនចឹងមកតិចច្រើនអីយើងលេងសាច់ជ្រូកយើងជាមួយប្រេងខ្យងម្រេចហ្នឹងឲ្យឡើងឈ្ងុយសិនមកបងប្អូនយើងលេងឈ្ងុយហើយយើងដាក់ស្ករប៊ីចេងរ៉ូឌីមកចូលមកចំណែកឯស្ករបងប្អូនចូលចិត្តផ្អែមឬក៏អត់ផ្អែមបងប្អូនកាត់បន្ថយតាមហ្នឹងចឹងណាបងប្អូនខ្ញុំឆារៀងច្រើនខ្ញុំប្រើខុសពីបងប្អូនបន្តមកទៀតខ្ញុំក៏ថែមទឹកមួយច្រូចមកយើងកុំដាក់ទឹកច្រើនពេកពិសាអីអានោងក៏វាចេញទឹកដែរបងប្អូនចំណែកទុយល្ពៅវាអត់ចេញទឹកទេមិនណាអានោងយើងឆាទៅវាចេញទឹកព្រោះខ្ញុំឆាលាអានោងចឹងណាបងប្អូនឥឡូវយើងក៏ចាក់អានោងយើងចូលមកអានោងយើងប្រើអានោងជ្រុងឆ្ងាញ់ជាងអានោងសាញយើងយកមកឆាចឹងបងប្អូនវាមិនសូវមានទឹកច្រើននៅអានោងសាញពេកឥឡូវយើងឆាសាច់យើងជាមួយអានោងណាវាសាប់ទន់បន្តិចសិនចាំយើងថែមផ្សិតសៀតពោតយើងចូលមកផ្សិតច្បាងណាបងប្អូនយើងចាក់វាចូលមកផ្សិតច្បាស្នៀតពោតឆាឡំជាមួយគ្នាបន្តិចមកឲ្យវាចូលជាតិចាំយើងចុងក្រោយយើងដាក់ត្រួយល្ពៅរបស់យើងចូលមកយើងឆានេះរៀងឆ្អិនតិចសិនព្រោះត្រួយល្ពៅឆាតែបន្តិចឆ្អិនហើយឥឡូវស្នៀតពោតផ្សិតរនោងយើងក៏បានរៀងទន់ហើយយើងក៏ចាក់ត្រួយល្ពៅយើងចូលមកបងប្អូនចំណែកឯត្រួយល្ពៅនេះយើងយកមកបេះខ្លួនឯងវាស្អាតជាងដែលយើងទិញគេបេះស្រាប់មកបងប្អូននៅផ្សារគេមានអាបេះស្រាប់ដែរប៉ុន្តែវាមានស្បូចាស់ច្រើនអញ្ចឹងណាយើងយកមកបេះខ្លួនឯងចេះយើងបានខ្ចីល្អដែលយើងចង់បានអញ្ចឹងណាប៉ុន្តែគាត់ថាយើងត្រូវការចំណាយពេលរៀងយូរបន្តិចបើសិនជាយើងទិញគេមកយើងយកមកចាស់ញ៉ាំកើតដដែលហ្នឹងបងប្អូនមកមុខនេះបងប្អូនបើត្រួយល្ពៅនៅស្រុកខ្ញុំគេចូលចិត្តជាងគេគឺស្លប្រហារបៀបស្លបុកម្សៅក៏ឆ្ងាញ់ដែរស្លបុកម្សៅបងប្អូនជាមួយត្រីរ៉ស់ជាមួយត្រីក្រាញ់ត្រីអីចឹងក៏ឆ្ងាញ់ដូចគ្នាបងប្អូននិយាយទៅមុខនេះក៏ឆ្ងាញ់ដែរបងប្អូនហើយបែបធម្មជាតិបងប្អូនចូលចិត្តបន្លែអីចឹងណាបើសិនជាយើងឆាតែប្រេងខ្យងក៏ឆ្ងាញ់ដែរមុខនេះបងប្អូនឥឡូវឆាត្រួយល្ពៅជាមួយអានោងផ្សិតស្នៀតពោតយើងក៏បានឆ្អិនរួចរាល់យើងដួសដាក់ថាសមកបងប្អូននិយាយទៅតំណងហើយបើថៃបានញ៉ាំនៅពេលក្តៅហ្នឹងជាតិអីតាបងប្អូនបែបធម្មជាតិអានេះវាអត់សូវមានជាតិគីមីដូចបន្លែផ្សេងដែលនាំចូលមកពីផ្ទះលេខ2លេខ3អីចឹងណាបងប្អូនអានេះវាដាំនៅស្រុកខ្មែរយើងវាបែបធម្មជាតិចឹងណាឥឡូវយើងក៏បានឆ្អិនរួចរាល់ដែរបងប្អូនតែប៉ុណ្ណឹងគឺរួចរាល់ហើយភ្លក់ល្មមសាបប្រៃចឹងណាបងប្អូនដូចដឹងហើយបន្លែឥឡូវភាគច្រើនយើងនាំចូលសបោបន្លែនាំចូលមានជាតិគីមីជាលក់ថ្នាំជាលក់អីច្រើនតែបើយើងងាកមកញ៉ាំអាបន្លែនៅស្រុកខ្មែរយើងដាំចិត្តផ្ទះចេះគឺវាធានាវាសុវត្ថិភាពចឹងណាបងប្អូនឥឡូវឆាតងល្ពៅខ្ញុំក៏បានដល់ទីបញ្ចប់ដែរបងប្អូនបើសិនចេះចូលចិត្តជួយ like comment share follow page ខ្ញុំម្នាក់មួយផងណាបងប្អូនខ្ញុំនឹងមានវីដេអូចែកជូនបងប្អូនរាល់ថ្ងៃសូមអរគុណ